ស្ដីបងប្អូននៅក្នុងសង្គម Facebook MMO YouTube Channel YouTube Page ស្តង់ដាតនិងនេះវីដេអូ Original ចឹងនិយាយពីឆ្នាំមុខទៀតគេហៅវល់កោបងប្អូននេះប្រភេទស្លឹកវាចេះឯងនេះសពគុណវាខាងលាងជំរះជាតិពុលក្នុងខ្លួនយើងនេះគេហៅវល់កោបស្តៀងវល់ជួយមូលជាងបងប្អូននេះស្លឹកចាញវាដុះនៅតាមជ្រាំងដែលគេជីកចេះណាបងប្អូនល្អណាស់ថ្ងៃនេះបានមកពី3គុំដុះយើងវារបៀបប្របាក់រោដែរនេះលាងជំរះជាតិពុលលាងកលៀនខ្សោយអីហើយយើងលំពេងដែលវាខ្សោយអត់សូវដំណើរការហ្នឹងក៏ជួយសម្រួលលំពេងយើងដែរបងប្អូនហើយឲ្យសុខភាពយើងដើរបានល្អនេះមើលវាបងប្អូនចាជីកយកវាទៅធ្វើឱសថបែរជាយកសម្រាប់ខ្លួនឯងបងប្អូនព្រោះអត់ទាន់មានប្រិយមិត្តបងប្អូនណាដែលគាត់កំងទេណាមួយយើងចាស់ដែរខ្ញុំវា40ជាងហើយត្រូវការលាងសម្រាប់ជំរះជាតិពុលខ្លះដែរអញ្ចឹងឃើញថានេះសូមចែកជាទៀនជាធម្មទៀនជាឱសថនៅក្នុងការចែកចាយក្នុងការសិក្សាតាម Channel តាម Page របស់ខ្ញុំបាទមាន Page គ្រូរីពុនរាយហើយនឹង Page Channel YouTube ឈ្មោះគ្រូរីថ្នាំខ្មែរហើយនឹង Facebook មានកើតជាសុផារីបងប្អូនអ្នកដែលធ្លាប់ដឹងធ្លាប់ស្គាល់គឺយល់ដឹងអំពីរូបខ្ញុំបាទហើយជាគ្រូខ្មែរមួយរូបដែរបងប្អូនឥឡូវយើងចាស់ហើយមានអីមានតែធ្វើថ្នាំធ្វើអីដើម្បីកត់ត្រាបន្សល់ទុកឲ្យកូនចៅចំនួនក្រោយព្រោះពេលដែលយើងស្លាប់ទៅយើងមិនអាចយករបស់និងចំណេះជំនាញរបស់យើងយកទៅបានទេបងប្អូនអញ្ចឹងគួរដឹងគួរយល់នេះជាឱសថលាងជំរះជាតិពុលនៅក្នុងសរសៃឈាមបងប្អូនហើយសម្ពាធបេះដូងសម្ពាធឈាមខួរក្បាលរាងគាំងនេះខ្លះគេហៅបកាំងចាស់ពីដើមគេហៅបកាំងតែក្បួនពេទ្យអាហ្នឹងគេហៅសម្ពាធសរសៃឈាមខួរក្បាលចាស់បុរាណហៅបកាំងអាហ្នឹងក៏ត្រូវអាហ្នឹងដែរបងប្អូនប្រើវល់ក្អូបនេះជាមួយនឹងដើមម្ដេចមាសអត់ម្ដេចមាសប្រើអានេះក៏បានដែរបងប្អូនបើយើងដូចបកាំងអីគេហូបទាំងស្លឹកទាំងតងវាកម្រជួបដែរបងប្អូននេះនៅតំបន់ភាសាដែលគេចាក់គេកាយលូដាក់អីទៅវាពេលត្រូវភ្លៀងទៅវាលាស់ដុះមកមិនឃើញស្គាល់បងប្អូនអាហ្នឹងប្រភេទវល់ក្អូបបងប្អូនអញ្ចឹងកម្ររោវាប៉ះជាឱសថសម្រាប់លាងជំរះជាតិពុលខ្សោយកលៀននោមសល់អាហ្នឹងគេហៅនោមទៅស្អុយធំក្លិនខ្លួនហើយបងប្អូនដាក់អាហ្នឹងទៅត្រូវណាមើលវាប៉ុណ្ណាមានធំយ៉ាងហ្នឹងក៏មានដែរបងប្អូនដាច់ឲ្យស្ដាយចាប់វីដេអូខ្ញុំកោះយកវិញបងប្អូននេះគេហៅវល់ក្អូបសពគុណជួយជំរះជាតិពុលហើយនឹងដូចថាយើងស្ទះសរសៃឈាមបេះដូងកើតប្រកាំងហៅនឹងសម្ពាធសរសៃឈាមខួរក្បាលហ្នឹងក៏ត្រូវដែរបងប្អូនអរគុណច្រើន Page របស់ខ្ញុំបាទរីពុនរាយ Channel YouTube គ្រូរីពេជ្រពុនរាយថ្នាំខ្មែរជួយខ្មែរបងប្អូនអញ្ចឹងសិក្សារៀនកត់រៀនចាំទាំងអស់គ្នាបងប្អូន